អ្នកទាំងអស់គ្នាមកស្គាល់កម្ពុជាតារាចម្រៀង rap ទាំង5ច្រៀងរួមគ្នាក្នុងបទ Asian State of Mind តារាចម្រៀង rap ទី1គឺអ្នកនាង Awich កើតក្នុងខេត្ត Okinawa ប្រទេសជប៉ុនឈ្មោះដើមរបស់ Awich គឺ Akiko Urasaki ចំណែក Awich ជា stage name ឬជាឈ្មោះក្នុងអាជីពសិល្បៈបានមកពីពាក្យជាភាសាអង់គ្លេសថា Asian Wish Child ដែលមានអត្ថន័យបកប្រែចំពីឈ្មោះជាភាសាជប៉ុនរបស់អ្នកនាងតែម្ដងដោយសារក្នុងខេត្ត Okinawa មានមូលដ្ឋានទាហានអាមេរិកជាច្រើន Awich បានស្គាល់និងទទួលឥទ្ធិពលពីវប្បធម៌របស់អាមេរិកតាំងពីក្មេងហើយចេះភាសាអង់គ្លេសដោយសារការចូលចិត្តស្ដាប់បទចម្រៀងជាញឹកញាប់របស់តារា rapper អាមេរិកល្បីមួយរូបគឺលោក Tupac ពេលមានវ័យ13ឆ្នាំ Awich បានសរសេរទំនុកច្រៀង rap ទី1របស់ខ្លួនហើយអាយុ14ឆ្នាំក៏បានចាប់ផ្ដើមច្រៀងបទ hip hop លើឆាកជាលើកដំបូងកន្លងមក Awich ធ្លាប់បានចេញអាល់ប៊ុមសរុបចំនួន5ដែលអាល់ប៊ុមទី1មានឈ្មោះថា Asian Wish Child ចេញក្នុងឆ្នាំ2017អាល់ប៊ុមទី2មានឈ្មោះថា8ចេញក្នុងឆ្នាំ2018អាល់ប៊ុមទី3មានឈ្មោះថា Peacock ចេញក្នុងឆ្នាំ2020អាល់ប៊ុមទី4មានឈ្មោះថា Queendom ចេញក្នុងឆ្នាំ2022និងអាល់ប៊ុមទី5មានឈ្មោះថា The Union ចេញក្នុងឆ្នាំ2023តារាចម្រៀង rap ទី2គឺលោក Wanda របស់ប្រទេសកម្ពុជាកើតក្នុងខេត្តព្រះសីហនុមានវ័យ28ឆ្នាំប្រឡូកចូលសិល្បៈតាំងពីឆ្នាំ2014និងបានចេញចម្រៀងល្បីៗជាច្រើនបទក្នុងនាមជាសិល្បករឯករាជ្យរហូតដល់ឆ្នាំ2019លោកបានចុះកុងត្រាជាសិល្បករក្នុងផលិតកម្មបារមីរហូតមកដល់បច្ចុប្បន្ន Wanda គឺជាសិល្បករចម្រៀងខ្មែរទី1ទទួលបានការស្ដាប់100លានដងលើ YouTube ជាមួយបទរបស់លោកមានចំណងជើងថា Time to Rise ច្រៀងរួមគ្នាជាមួយសិល្បករព្រឹទ្ធាចារ្យកុសលវោហាគង់ណៃហើយវីដេអូបទចម្រៀងនេះក៏ត្រូវបានបោះឆ្នោតជាប់ជា Best Video of the Year ក្នុងឆ្នាំ2021ដោយទស្សនាវដ្តី Lifted Asia លោកក៏បានជាប់ឈ្មោះក្នុងលេខរៀងទី6ក្នុងចំណោមសិល្បករលើគេទាំង50រូបរបស់ទស្សនាវដ្តី Lifted Asia 2ឆ្នាំជាប់គ្នាគឺឆ្នាំ2022និងឆ្នាំ2023និងកាលពីខែសីហាឆ្នាំ2024កន្លងទៅលោកបានបង្ហាញខ្លួនលើឆាកក្នុងកម្មវិធីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡ িম্প ិករដូវក្តៅក្នុងប្រទេសបារាំង Wanda ធ្លាប់បានចេញអាល់ប៊ុមសរុបចំនួន2ដែលអាល់ប៊ុមទី1មានឈ្មោះថា Skull the Album ចេញក្នុងឆ្នាំ2020និងអាល់ប៊ុមទី2មានឈ្មោះថា Skull 2 Season 1ចេញក្នុងឆ្នាំ2022ហើយអាល់ប៊ុមទី3មានឈ្មោះថាត្រីវិស័យចែកចេញជា3ផ្នែកដែលត្រីវិស័យ1នឹងចេញផ្លូវការនៅថ្ងៃទី14ខែមីនាឆ្នាំ2025ត្រីវិស័យ2ចេញនៅថ្ងៃទី21ខែមីនាឆ្នាំ2025និងត្រីវិស័យ3ចេញនៅថ្ងៃទី1ខែឧសភាឆ្នាំ2025ហើយវីដេអូចម្រៀងបទ Smoke Up ដែលជាការសហការអន្តរជាតិជាមួយតារា rap ថៃលោក Young Om នឹងចេញជាផ្លូវការថ្ងៃទី13ខែមីនានេះតារាចម្រៀង rap ទី3គឺលោក Jay Park កើតក្នុងរដ្ឋ Washington សហរដ្ឋអាមេរិកចូលចិត្តចម្រៀង hip hop និងការរាំប្រភេទ break dance តាំងពីក្មេងប្រឡូកចូលសិល្បៈតាំងពីឆ្នាំ2003នៅពេលក្លាយជាសមាជិកក្រុម Art of Movement ក្នុងឆ្នាំ2004ក៏បានសាកល្បងចូលប្រឡងក្នុងកម្មវិធីមួយដែលរៀបចំដោយ JYP Entertainment ហើយក៏បានជាប់ទៅវឹកហាត់នៅប្រទេសកូរ៉េរហូតបានជោគជ័យជាច្រើនតាមរយៈក្រុម 2PM និង solo project របស់លោកគិតត្រឹមឆ្នាំ2024 Jay Park បានចេញអាល់ប៊ុមចម្រៀងចំនួន6អាល់ប៊ុមទី1មានឈ្មោះថា New Breed ក្នុងឆ្នាំ2012អាល់ប៊ុមទី2មានឈ្មោះថា Evolution ក្នុងឆ្នាំ2014អាល់ប៊ុមទី3មានឈ្មោះថា Worldwide ក្នុងឆ្នាំ2015អាល់ប៊ុមទី4មានឈ្មោះថា Everything You Wanted ក្នុងឆ្នាំ2016អាល់ប៊ុមទី5មានឈ្មោះថា The Road Less Traveled ក្នុងឆ្នាំ2019និងអាល់ប៊ុមទី6មានឈ្មោះថា The One You Wanted ក្នុងឆ្នាំ2024 Jay Park គឺជាសិល្បករអាស៊ីដំបូងដែលបានចុះកុងត្រាជាមួយនឹងផលិតកម្ម Rock Nation របស់តារា rap ដ៏ល្បីគឺលោក Jay-Z តារាចម្រៀង rap ទី4គឺលោក Krishna ជាជនជាតិឥណ្ឌាកើតនៅក្នុងទីក្រុង Delhi ប្រទេសឥណ្ឌាមានវ័យ37ឆ្នាំពេលស្ថិតក្នុងអាយុ14ឆ្នាំ Krishna ដែលមានឈ្មោះពេញថា Krishna Kaul បានចាប់ផ្ដើម rap ជាលើកដំបូងពេលនោះក្នុងគោលបំណងដើម្បីចូលចុះក្នុងចំណោមមិត្តភ័ក្តិផ្សេងៗដែលកំពុងរៀននៅក្នុងសាលាមួយនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេសលោកត្រូវបានស្គាល់និងទទួលបានការចាប់អារម្មណ៍ខ្លាំងដំបូងនៅពេលចេញបទចម្រៀងវីដេអូមួយក្នុងឆ្នាំ2010ដែលមានចំណងជើងថា Kaiza Mera Dash ក្លាយជាបទ hip hop លើ YouTube ដែលទទួលបានការទស្សនាច្រើនជាងគេបង្អស់ទី2ក្នុងប្រទេសឥណ្ឌាក្នុងរយៈពេលមួយយប់ហើយនៅក្នុងឆ្នាំ2013 Krishna បានផលិតបទចម្រៀងមួយមានចំណងជើងថា Vijay ក្រោមការសហការជាមួយអង្គការអន្តរជាតិ Save the Children បទចម្រៀងចុងក្រោយមួយចំនួនដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងមានដូចជាបទជាភាសា Hindi មានចំណងជើងថា Viyanchan ក្នុងឆ្នាំ2016បទ Overdrive ជាមួយតារា rap Harris AFRO Joel Ortiz Busy Bone Touch 9និង Twister និង
តារាចម្រៀង rap ទី5ដែលច្រៀងរួមគ្នានៅក្នុងបទ Asian State of Mind គឺមានឈ្មោះថា Marcy Wei កើតក្នុងខេត្តស៊ីឈ្វ័នប្រទេសចិនជាសមាជិកប្រធានក្រុមរបស់ក្រុម Hip Hop ឈ្មោះថា Higher Brother របស់ផលិតកម្ម 88 Rising លោកចាប់ផ្ដើម rap ដំបូងក្នុងអំឡុងឆ្នាំ2013ក្រោមឈ្មោះ AKA នៃក្រុម OG Skipping ធ្លាប់បានចេញ mixtape ផ្ទាល់ខ្លួនចំនួន3ក្នុងឆ្នាំ2013 2014 និង2015ហើយនៅចុងឆ្នាំ2023បានចូលរួមច្រៀងចម្រៀងមួយបទមានចំណងជើងថា Lion រួមគ្នាជាមួយនឹងតារាចម្រៀង rap ប្រទេសជប៉ុនគឺអ្នកនាង Satomi Shigemori និងចុងក្រោយក្នុងឆ្នាំ2024លោកបានច្រៀងតាមបណ្ដាប្រទេសក្នុងអាស៊ីនិងអឺរ៉ុបក្នុង Global Tour ដែលលោកដាក់ឈ្មោះថា Dark Horse Season អរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត and remember be kind and stay curious